SCP-012 គឺជា SCP មួយដែលវាគ្រាន់តែជាវត្ថុក្រដាសមួយទេក៏ប៉ុន្តែវាមិនមែនជាវត្ថុក្រដាសធម្មតាដោយសារតែក្រដាសនេះវាធ្វើឲ្យមនុស្សស្លាប់បានដោយសារវាហើយវានឹងធ្វើឲ្យមនុស្សវង្វេងវង្វាន់ដោយសារវាផងដែរអញ្ចឹងចង់ដឹងថាហេតុអ្វីបានវាធ្វើឲ្យមនុស្សវង្វេងវង្វាន់តាមទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាបាទសួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយក SCP-012 មកចែកជូនអ្នកគ្នាស្ដាប់ SCP-012 គឺជាវត្ថុក្រដាសមួយសន្លឹកទេក៏ប៉ុន្តែវាមិនមែនជាក្រដាសធម្មតាដែលវាមើលទៅដូចជាក្រដាសធម្មតាប៉ុន្តែវាមានឥទ្ធិពលខ្លាំងមែនទែនវាអាចធ្វើឲ្យមនុស្សវង្វេងវង្វាន់នៅពេលដែលមនុស្សណាចាប់ផ្ដើមមើលវាហើយ SCP-012 នេះគឺជាក្រដាសភ្លេងដែលយើងមើលខាងក្រៅទៅវាធម្មតាក៏ប៉ុន្តែនៅខាងក្នុងនោះគឺវាមានអាថ៌កំបាំងខ្លាំងរឿងរ៉ាវដែលធ្វើឲ្យមាន SCP-012 នេះគឺកើតឡើងដោយសារតែមានបរិសុទ្ធដែលជាអ្នកនិពន្ធភ្លេងម្នាក់ដែលគាត់ខូចចិត្តជាមួយនឹងការធ្វើបទភ្លេងមិនបានសម្រេចហើយបទភ្លេងរបស់គាត់នៅពេលដែលគាត់ធ្វើទៅគឺអត់មានអ្នកស្ដាប់អត់មានអ្នកចូលចិត្តអញ្ចឹងណាអញ្ចឹងហើយធ្វើឲ្យគាត់នឹងមានអារម្មណ៍ខូខើមានអារម្មណ៍កាចសាហាវចាប់ផ្ដើមបដូរអត្តចរិតគាត់ចាប់ផ្ដើមសម្លាប់មនុស្សចំនួន100នាក់ដោយធ្វើការវះយកឈាមសម្រាប់យកឈាមរបស់មនុស្សដើម្បីធ្វើជាជក់ឬក៏ទឹកប៊ិចដើម្បីយកមកធ្វើការសរសេរនៅលើក្រដាសដែលជា SCP-012 នឹងឯងនៅលើក្រដាស SCP-012 គឺត្រូវបានសរសេរដោយឈាមមនុស្សចំនួន100នាក់ហើយអ្នកដែលបានសរសេរឬក៏អ្នកដែលនិពន្ធបទភ្លេងដែលចាប់ផ្ដើមសរសេរ SCP-012 ហ្នឹងនៅពេលដែលគេនិពន្ធបទចម្រៀងនៅលើក្រដាស SCP-012 ជិតចប់ហើយធ្វើឲ្យគេគាំងបេះដូងស្លាប់ភ្លាមៗតែម្ដងហើយក្រោយមក SCP Foundation ដែលជាអ្នកស្រាវជ្រាវរឿងចម្លែកដែលកើតឡើងនៅក្នុងពិភពលោកបានរកឃើញ SCP-012 នៅក្នុងបន្ទប់ក្រោមដីនៃអគារចាស់មួយហើយពួកគេក៏បានធ្វើការយក SCP-012 នេះមកទុកក្នុងមន្ទីររបស់គេដើម្បីធ្វើការពិសោធន៍និងស្រាវជ្រាវអំពី SCP-012 នៅពេលដែលគេពិសោធន៍និងស្រាវជ្រាវអំពី SCP-012 នេះក៏បានឲ្យដឹងថា SCP-012 នេះគឺជាក្រដាសភ្លេងដែលមើលពីខាងក្រៅធម្មតាក៏ប៉ុន្តែនៅខាងក្នុងវាមិនធម្មតាដោយសារតែមានមនុស្សណាមើលវាហើយវានឹងធ្វើឲ្យមនុស្សនោះចាប់ផ្ដើមវង្វេងវង្វាន់ស្មារតីហើយចាប់ផ្ដើមចង់និពន្ធភ្លេងតែម្ដងហើយនៅពេលនោះនៅពេលដែលគេវង្វេងវង្វាន់ស្មារតីហើយគេចាប់ផ្ដើមដៃជើងឬក៏ដកធ្មេញរបស់គេណាដើម្បីឲ្យចេញឈាមហើយយកអាឈាមហ្នឹងទៅសរសេរនៅលើក្រដាស SCP-012 ហើយនៅពេលដែលគេសរសេរក្រដាសនៅលើ SCP-012 ហ្នឹងហើយធ្វើឲ្យគេហ្នឹងវង្វេងវង្វាន់ធ្វើឲ្យគេមានស្មារតីមួយចងចាំថាគេនឹងសរសេរស្នាដៃមួយដ៏អស្ចារ្យនៅក្នុងពិភពលោកដែលគ្មាននរណាអាចសរសេរបានដូចគេអញ្ចឹងណានៅពេលដែលគេសរសេរបដាគេគិតបដាធ្វើឲ្យគេហ្នឹងអស់ឈាមខ្លាំងចាប់ផ្ដើមស្លាប់ភ្លាមតែម្ដងហើយក្រដាសនិពន្ធហ្នឹងគឺអត់តន់ចប់នោះទេគឺនៅបន្តទៀតអញ្ចឹងនៅពេលដែលមានអ្នកណាមើលបន្តទៀតអញ្ចឹងចាប់ផ្ដើមឲ្យអ្នកនោះធ្វើការចង់សរសេរទៅលើក្រដាសនោះផងដែរក្រុម SCP Foundation បានសន្និដ្ឋានថាប្រសិនបើមានអ្នកណាសរសេរឬក៏និពន្ធបទភ្លេងដោយយកឈាមសរសេរនៅលើក្រដាស SCP-012 នេះនៅពេលដែលសរសេរចប់ជាបទចម្រៀងវានឹងធ្វើឲ្យក្រដាស SCP-012 នេះចាប់ផ្ដើមបើកផ្លូវចូលទៅកាន់ឋាននរកដែលវាគួរឲ្យខ្លាចមែនទែនអញ្ចឹងហើយក្រដាសនេះគឺអត់ទាន់មានអ្នកណាអាចបញ្ចប់ក្នុងការនិពន្ធបទភ្លេងនៅលើក្រដាស SCP-012 នេះបានផងដែរក្រោយមកក្រុម SCP Foundation ក៏បានយក SCP-012 នេះទៅដាក់នៅក្នុងបន្ទប់បិទជិតហើយយក SCP-012 ដាក់នៅក្នុងប្រអប់ដែកមួយដែលអត់មានឲ្យអ្នកណាមើលឃើញហើយដាក់នៅក្នុងប្រអប់ដែករឹងដែលមានកម្រាស់ក្រាស់ហើយអត់ឲ្យមានបណ្ណាយកចេញមកក្រៅនោះទេព្រោះខ្លាចមានបញ្ហានៅពេលដែលមានអ្នកណាយកចេញមកក្រៅឬប៉ះពាល់ទៅលើ SCP-012 ឬក៏មើលវានឹងធ្វើឲ្យមនុស្សនឹងចាប់ផ្ដើមវង្វេងវង្វាន់ស្មារតីភ្លាមតែម្ដង SCP Foundation ក៏បានប្រាប់ពីវិធីបង្ការអំពី SCP-012 នេះផងដែរប្រសិនបើចង់ឲ្យមានអ្នកណាមើលលុះត្រាតែអ្នកនោះមិនមែនជាអ្នកដែលស្រឡាញ់ចូលចិត្តតែនិពន្ធភ្លេងប្រសិនបើអ្នកនោះចូលចិត្តតែនិពន្ធភ្លេងអ្នកនោះនឹងចាប់ផ្ដើមមានអារម្មណ៍វង្វេងវង្វាន់ស្មារតីហើយចង់តែនិពន្ធភ្លេងនៅលើក្រដាស SCP-012 នឹងផងដែរហើយក្រុម SCP Foundation ក៏បានធ្វើការដាក់ចំណាត់ថ្នាក់ទៅលើ SCP-012 គឺជា Cater ដោយសារតែវាកាចសាហាវហើយវាអាចកំបាំងវាអាចសម្លាប់មនុស្សដោយធ្វើឲ្យមនុស្សវង្វេងវង្វាន់ស្មារតីហើយចាប់ផ្ដើមបង្ហូរឈាមខ្លួនឯងហើយយកឈាមខ្លួនឯងទៅសរសេរនៅលើក្រដាសហ្នឹងធ្វើឲ្យមនុស្សស្លាប់ភ្លាមអញ្ចឹងហើយធ្វើឲ្យក្រុម SCP Foundation ហ្នឹងពិបាកគ្រប់គ្រងអញ្ចឹងហើយបានគេដាក់ចំណាត់ថ្នាក់របស់វាគឺ Cater ហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់បើសិនបើអ្នកគ្នាមើលដល់ចំណុចនេះអ្នកគ្នាកុំភ្លេចចុច like មួយផងដើម្បីទទួលបានវីដេអូថ្មីហើយកុំភ្លេចចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងអូខេអរគុណអ្នកគ្នាបាយ